អញ្ញាតសូមគោរពជំរាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំចេញជាវីដេអូនិយាយលម្អិតទាក់ទងទៅនឹងថ្នាលកម្មវិធីបឋមពិធមបាទអញ្ចឹងខ្ញុំសូមនិយាយជូនដល់លោកគ្រូអ្នកគ្រូបាទអញ្ចឹងមុនដំបូងបំផុតគឺយើងត្រូវធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំសិនបាទអញ្ចឹងពេលដែលយើងធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំរួចរាល់ហើយលោកគ្រូអ្នកគ្រូជ្រើសរើសសិស្សដែលគាត់ទទួលបាននិទេស DEF ហ្នឹងដែលទទួលបានពីការធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំចាប់ពីថ្នាក់ទី3រហូតដល់ថ្នាក់ទី6បាទអញ្ចឹងលោកគ្រូអ្នកគ្រូយកគាត់មកធ្វើតេស្តរកកម្រិតនៅក្នុងកម្មវិធីបឋមពិធមបាទយើងមិនមែនយកសិស្សទាំងអស់នៅក្នុងសាលារបស់យើងទេបាទយើងយកតែសិស្សថ្នាក់ទី3ទី4ទី5ទី6ដែលគាត់បាននិទេស DEF បាទពេលដែលគាត់ធ្វើតេស្តចុងឆ្នាំឬក៏ចុងដើមឆ្នាំបាទអញ្ចឹងបន្ទាប់ពីគាត់ធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំហើយគឺវាបង្ហាញនៅកន្លែងនេះបាទលោកគ្រូអ្នកគ្រូមកមើលកន្លែងឈ្មោះរបស់សិស្សបាទនេះគ្រាន់តែខ្ញុំលើកជាគំរូបាទអញ្ចឹងនេះពេលដែលគាត់បានធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំហើយគឺវាបង្ហាញភាសាខ្មែរនិងគណិតវិទ្យានៅខាងមុខឈ្មោះរបស់គាត់បាទនៅពីមុខឈ្មោះរបស់គាត់ចឹងបើគាត់អត់តាន់បានធ្វើទេនៅមុខឈ្មោះរបស់គាត់នេះគឺអត់មានទទួលបាននិទេសពីចំណាត់ពីនេះទេបាទទាំងភាសាខ្មែរទាំងគណិតបាទអញ្ចឹងខ្ញុំសូមបង្ហាញមុខងារមួយនៅក្នុងថ្នាលបាទអញ្ចឹងកន្លែងនេះគឺ scan QR បាទមានន័យថាលោកគ្រូយកទូរស័ព្ទដៃរបស់កូនសិស្សចុចជំនួយពីគ្រូទៅវាបង្ហាញផ្ទាំង QR មួយលោកគ្រូចូល account របស់ខ្លួនឯងហើយចុចកន្លែងឈ្មោះរបស់សិស្សហ្នឹងគឺ scanឲ្យសិស្សគាត់ចូលបានតាមរយៈជំនួយពីគ្រូបាទអញ្ចឹងកន្លែងរូបបាទរូបព្រួញកោងចូលគ្នាជារង្វង់នេះមានន័យថាលោកគ្រូអ្នកគ្រូមើលឃើញជាក់ស្ដែងតាមកម្រិតសមត្ថភាពរបស់គាត់ថាគាត់មិនអាចសមត្ថភាពរបស់គាត់ដូចជាលើសហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាចស្នើសុំម្ដងទៀតបាទចុចមុខងារហ្នឹងទៅដើម្បីគាត់ធ្វើតេស្តឡើងវិញម្ដងទៀតបាទដូចខ្ញុំនេះគឺខ្ញុំយកអកលមកសិស្សជាឧទាហរណ៍អញ្ចឹងខ្ញុំស្នើសុំម្ដងទៀតដើម្បីឲ្យគាត់ធ្វើតេស្តពិតប្រាកដរបស់គាត់នេះគ្រាន់តែខ្ញុំជាឧទាហរណ៍របស់ខ្ញុំបាទអញ្ចឹងដើម្បីស្នើសុំការប្រឡងម្ដងទៀតលោកគ្រូអ្នកគ្រូចុចកន្លែងរូបព្រួយនេះបាទចុចកន្លែងរូបព្រួយនេះរូបព្រួយកងជាប់គ្នាហ្នឹងបាទរីឯកន្លែងសោនេះគឺមានន័យថាគាត់មិនទាន់បានធ្វើតេស្តរកកម្រិតទាំងភាសាខ្មែរទាំងគណិតបាទអញ្ចឹងបើគាត់ធ្វើតេស្តទាំងភាសាខ្មែរទាំងគណិតរួចរាល់ហើយរកឃើញកម្រិតគាត់ពិតជាក់ស្ដែងហើយគឺវាបង្ហាញសញ្ញាបូកបាទអញ្ចឹងសញ្ញាបូកនេះមានន័យថាយើងបូកបន្ថែមរបស់គាត់មានន័យថាសិស្សហ្នឹងគឺគាត់សិស្ស P ធំបាទគាត់នៅកម្រិតណាបាទអញ្ចឹងមានន័យថាគាត់ជាសិស្ស P ធំអញ្ចឹងលោកគ្រូចុចកន្លែងបូកហ្នឹងទៅគឺកន្លែងសិស្ស P ធំរបស់ខ្ញុំហ្នឹងគឺវាកើនចំនួនសិស្សម្នាក់ទៀតណាបាទអញ្ចឹងអាចកើនចំនួនពីដែលលោកគ្រូបូកបន្ថែមរបស់គាត់បាទអញ្ចឹងសញ្ញាបូកនេះគឺលោតបានលុត្រាតែលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងធ្វើតេស្តទាំងភាសាខ្មែរទាំងគណិតបាទធ្វើតេស្តគាត់រួចរាល់រកកម្រិតឃើញមកគាត់ហើយទៅអ្នកគ្រូអាចបូកបន្ថែមគាត់ខ្លាយជាសិស្សពីធំបាទអញ្ចឹងកន្លែងនេះពេលដែលយើងអត់ទាន់ធ្វើតេស្តដើមឆ្នាំឬក៏ចុងឆ្នាំទេគឺវាផ្ដល់រូបជារូបអក្សរគឺមានន័យថារូបដូចរូបកណ្ដឹងទេគឺគាត់មិនទាន់មានសិទ្ធិធ្វើតេស្តរកកម្រិតទេបាទអញ្ចឹងលោកគ្រូទៅធ្វើតេស្តមុនសិនបាទអញ្ចឹងពេលដែលយើងធ្វើតេស្តហើយមិនទាន់ចេញភាគរយបាទភាគរយនៅខាងក្រោយនេះណាបាទអត់ទាន់ចេញភាគរយលោកគ្រូធ្វើតេស្តបន្តទៀតបាទធ្វើតេស្តបន្តទៀតលុះត្រាតែគាត់នឹងឃើញភាគរយនៅខាងក្រោយទៅលោកគ្រូឈប់ធ្វើតេស្តបាទអញ្ចឹងតែឆ្លងកម្រិតបានលុះត្រាតែគាត់ធ្វើពី 80% ឡើងទៅគាត់ឆ្លងកម្រិតបានបាទអញ្ចឹងបើគាត់សិស្សកម្រិត3ហើយគាត់ធ្វើតែទៅវាលើសពី 80% មានន័យថាគាត់មិនមែនជាសិស្សភីធំទេបាទគាត់ជាសិស្សធម្មតាបាទអញ្ចឹងកន្លែងរូបដងសេវានេះគឺមានន័យថាលោកគ្រូចង់ឲ្យគាត់ឃើញនៅកម្មវិធីទំព័រដើមរបស់សិស្សបាទមានន័យយើងចុចកន្លែងឲ្យវាចេញពណ៌ខៀវនេះមកគឺនៅក្នុង account របស់សិស្សហ្នឹងនៅទំព័រដើមរបស់គាត់គឺគាត់ឃើញតេស្តរកកម្រិតភាសាខ្មែរកម្រិត1បើលោកគ្រូចង់ឲ្យគាត់ឃើញទាំងគណិតមួយទៀតលោកគ្រូចុចកន្លែងរូបដងដូចបកគោសេវាទូរស័ព្ទហ្នឹងគឺមានន័យថាក្នុងទំព័រដើមរបស់សិស្សគឺឃើញកម្មវិធីភាសាខ្មែរកម្រិត1និងកម្រិត2បាទអញ្ចឹងកន្លែងនេះអាស្រ័យរបស់លោកគ្រូទេបាទធ្វើនៅ
bỏ lục hú coi dương mình bạch bộ ở trên chỉ po kêu nó có bàn đây dương phơi được nóng tua sắp đáy được computer bỏ được cru pro cả phơi tay pi thôm này cứ riêng bàn riêng lùm ắt mọt chọtបន្តិចដើម្បីយើងចង់ជួយសិស្សពិតប្រកបបាទដើម្បីឲ្យគាត់មានសមត្ថភាពរៀនតាមកម្រិតថ្នាក់របស់គាត់រៀងខ្លួនបានអញ្ចឹងលោកគ្រូអ្នកគ្រូហើយជាអាចចាប់តនតាក់ទងទៅនឹងខាងក្រោមនេះហើយបានអញ្ចឹងខ្ញុំសូមបញ្យល់3ខាងលើជាចំណុចធំតែម្ដងបាទទី1ខ្ញុំសូមបញ្យល់កិច្ចព្រមព្រៀងបាទទី2គឺផែនការទី3គឺការធ្វើអន្តរាគមន៍បាទអញ្ចឹងខ្ញុំសូមចុចលើកិច្ចព្រមព្រៀងបាទអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរបាទអញ្ចឹងកន្លែងនេះគឺប្រព័ន្ធគឺចាប់មកដោយស្វ័យប្រវត្តិហើយបាទកិច្ចព្រមព្រៀងនេះប្រព័ន្ធចាប់មកដោយស្វ័យប្រវត្តិអញ្ចឹងលោកគ្រូពិនិត្យមើលកន្លែងត្រីមាសនេះអញ្ចឹងត្រីមាសមួយនេះគឺយើងអាចដោះដាក់នៅខាងណាក៏បានដែរបាទឧទាហរណ៍លោកគ្រូដែរឥឡូវយើងជិតដល់មហាវិស្វកាលហើយអញ្ចឹងលោកគ្រូអាចថិចមកចង់ជួយគាត់កន្លែងមហាវិស្វកាលនេះបាទអញ្ចឹងនៅក្នុងក្រង2នេះមានន័យថានៅក្នុងដែលគាត់ជាប់មហាវិស្វកាលនឹងហើយគឺគាត់ផ្ដើមពីកម្រិត1អញ្ចឹងគាត់ត្រូវក្រងយ៉ាងម៉េចឲ្យគាត់កើនមួយកម្រិតឬក៏ពីរកម្រិតអញ្ចឹងលោកគ្រូថាកើនមួយកម្រិតយូរក្នុងមហាវិស្វកាលហ្នឹងខ្ញុំចង់ឲ្យគាត់នឹងកើនដល់កម្រិត3តែម្ដងបាទអញ្ចឹងលោកគ្រូជ្រើសកន្លែងដល់កម្រិត3ហ្នឹងបាទអញ្ចឹងដោយសារអំបញ្ញមិញនេះវានៅក្នុងត្រីមាស3ដោយសារយើងធ្វើតែហ្នឹងគឺនៅក្នុងខែកក្កដាអញ្ចឹងគឺត្រីមាស3អញ្ចឹងនៅក្នុងត្រីមាស3ហ្នឹងបើលោកគ្រូអ្នកគ្រូថាសិស្សបើលោកគ្រូអ្នកគ្រូចង់ឲ្យកើនបាទក្រងដល់កម្រិតណាលោកគ្រូអ្នកគ្រូក្រងជាក់ស្ដែងបាទរីឯជាក់ស្ដែងនេះគឺពេលដែលគាត់ជាប់ត្រីមាសយើងធ្វើតេស្តបាទធ្វើតេស្តលោកគ្រូអ្នកគ្រូអាចបំពេញតាមជាក់ស្ដែងដែលគាត់បានទទួលបានកម្រិតណាបាទជាក់ស្ដែងកន្លែងហ្នឹងបាទអញ្ចឹងលោកគ្រូអ្នកគ្រូអូមកខាងក្រោមនេះគឺគណិតវិទ្យានេះគឺដូចគ្នាដែរបាទគណិតវិទ្យាដូចគ្នាដែរអញ្ចឹងកន្លែងនេះបើអត់តាន់មានថិចទេលោកគ្រូគូសថិចបាទដាក់ថិចទាំងអស់ទៅកន្លែងនេះគឺការថិចការឯកភាពពីនាយកសាលាអញ្ចឹងចាំជាក់ស្ដែងបានបាទអញ្ចឹងយើងចូលដល់ផែនការបាទផែនការនេះគឺក៏សំខាន់ដែរផែនការប្រចាំសប្តាហ៍បាទអញ្ចឹងផែនការប្រចាំសប្តាហ៍កន្លែងនេះគឺបើសិស្សភីធំគឺបញ្ចេញតែបញ្ជីសិស្សពូជភីធំកន្លែងនេះអញ្ចឹងខ្ញុំជាប្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នាថាកន្លែងនេះមិនអាចចេញសិស្សទាំងអស់ទេបាទគឺសិស្សភីធំយើងមានប្រមាណកន្លែងបញ្ជីសិស្សហ្នឹងគឺចេញតែឈ្មោះសិស្សភីធំបាទកន្លែងហ្នឹងគឺសិស្សភីធំបាទនៅកន្លែងនេះសិស្សភីធំខ្ញុំមានម្នាក់គឺវាចេញតែម្នាក់ឯងបាទអញ្ចឹងយើងនិយាយអំពីផែនការប្រចាំសប្តាហ៍វិញបាទផែនការប្រចាំសប្តាហ៍នេះភាសាខ្មែរគាត់កម្រិត1រីឯគណិតវិទ្យាគាត់កម្រិត2កន្លែងនេះគឺប្រព័ន្ធចាប់ដោយស្វ័យប្រវត្តិអញ្ចឹងលោកគ្រូពិនិត្យមើលកន្លែងសកម្មភាពស្វ័យសិក្សាប្រចាំសប្តាហ៍បាទអញ្ចឹងកន្លែងនេះថ្ងៃច័ន្ទបាទអញ្ចឹងលោកគ្រូជួយគាត់ថ្ងៃច័ន្ទនៅម៉ោងណាបាទអញ្ចឹងថ្ងៃច័ន្ទយើងជួយគាត់តាមជាក់ស្ដែងដូចខ្ញុំហ្នឹងគឺជួយគាត់ម៉ោង11បាទម៉ោង11ដល់ម៉ោង11កន្លះមានន័យថាយើងជ្រើសរើស30នាទីមុនឬក្រោយម៉ោងបាទអញ្ចឹងយើងជ្រើសរើសនៅថ្ងៃច័ន្ទថាម៉ោង10ខ្ញុំជួយគាត់ម៉ោង10ដល់ម៉ោង11កន្លះបាទអញ្ចឹងខ្លឹមសារបាទខ្លឹមសារឬក៏ពេលវេលាបាទពេលវេលាដែលយើងត្រូវបរៀនគាត់ហ្នឹងពេលព្រឹកឬពេលថ្ងៃត្រង់បាទអញ្ចឹងខ្ញុំដាក់ថ្ងៃត្រង់ចោះឬក៏ដាក់ពេលព្រឹកបាទខ្ញុំដាក់ថ្ងៃត្រង់ចោះបាទអញ្ចឹងកន្លែងខ្លឹមសារនេះបើគាត់កម្រិត1គឺកន្លែងខ្លឹមសារនេះគឺចេញកម្រិត1បាទបើគាត់នៅកម្រិត2កន្លែងខ្លឹមសារនេះគឺចេញកម្រិត2បាទបើសិស្សគាត់នៅកម្រិត3ខ្លឹមសារនេះគឺចេញកម្រិត3អញ្ចឹងលោកគ្រូជ្រើសរើសថាថ្ងៃច័ន្ទខ្ញុំជ្រើសរើសការបរៀនស្រាក់បាទអញ្ចឹងលោកគ្រូធ្វើដូចគ្នាជាហោហាយមកបាទរីឯថ្ងៃបរោះបាទខ្ញុំសូមយល់ថ្ងៃបរោះមួយទៀតអញ្ចឹងថ្ងៃបរោះយើងភាសាខ្មែរយើងជួយគាត់នៅម៉ោង2ម៉ោងឬក៏ម៉ោងណាដល់ម៉ោងណាទៅភាសាខ្មែរ2ម៉ោងសិក្សាគណិតវិទ្យា2ម៉ោងសិក្សាអញ្ចឹងលោកគ្រូធ្វើលំនាំដូចគ្នាទាំងភាសាខ្មែរទាំងគណិតបាទនេះគឺ
រួចរាល់កន្លែងផែនការស្វ័យសិក្សាបានអញ្ចឹងបន្ទាប់ពីរួចរាល់ហើយលោកគ្រូអ្នកគ្រូឯកភាពមកបានអញ្ចឹងពេលដែលយើងឯកភាពគឺវាលោតថ្ងៃខែមកហ่ะបាទលោតថ្ងៃខែមកខាងក្រោមអញ្ចឹងបន្ទាប់ពីលោតថ្ងៃខែខាងក្រោមហើយលោកគ្រូអ្នកគ្រូត្រូវរក្សាទុកសិនបាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចរក្សាទុកពេលដែលរក្សាទុកវាបានជោគជ័យវាបានថាបានរក្សាទុកបាទអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូរក្សាទុកហើយនេះគឺជាផែនការប្រចាំសប្តាហ៍ទី1បាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវធ្វើផែនការប្រចាំសប្តាហ៍ទី2បន្តទៀតបាទអញ្ចឹងយើងដាក់កន្លែងនេះគឺមានន័យថាផែនការប្រចាំសប្តាហ៍ទី2បាទអញ្ចឹងផែនការប្រចាំសប្តាហ៍ទី2គឺធ្វើដូចគ្នាអំបញ្ញមិញបាទធ្វើដូចគ្នាទៅបាទធ្វើលំនាំតែមួយបាទអញ្ចឹងនេះគឺជាផែនការប្រចាំសប្តាហ៍បាទអញ្ចឹងពេលដែលលោកគ្រូធ្វើតាមផែនការប្រចាំសប្តាហ៍ហ្នឹងគឺសប្តាហ៍ទី1ទី2ទី3លោកគ្រូ complete រក្សាទុកផងបាទអញ្ចឹងដើម្បីលោកគ្រូបោះពុម្ពបាទ print បាទអញ្ចឹងខ្ញុំសូមចូលមួយចំណុចទៀតតាក់ទងទៅនឹងបាទតាក់ទងទៅនឹងការអន្តរាគមន៍អញ្ចឹងអន្តរាគមន៍នេះគឺសំខាន់ណាស់លោកគ្រូអ្នកគ្រូបាទសំខាន់បាទអញ្ចឹងវិធីការធ្វើអន្តរាគមន៍នឹងយើងជ្រើសរើសឬក៏ធ្វើជារៀងរាល់ថ្ងៃមុនលោកគ្រូអ្នកគ្រូចាប់ផ្ដើមបង្រៀនគាត់មានន័យថាថ្ងៃច័ន្ទលោកគ្រូធ្វើម្ដងថ្ងៃអង្គារធ្វើម្ដងអញ្ចឹងយើងធ្វើមុនពេលយើងបង្រៀនបាទធ្វើជាប្រចាំបាទធ្វើជាប្រចាំអញ្ចឹងឧទាហរណ៍ថាថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារឬក៏ថ្ងៃពុធលោកគ្រូអ្នកគ្រូជ្រើសរើស30នាទីមុនឬក៏ក្រោយម៉ោងសិក្សាបាទអញ្ចឹងលោកគ្រូអ្នកគ្រូជ្រើសរើសកន្លែងនេះបាទរីឯថ្ងៃពហុដល់ថ្ងៃពហុលោកគ្រូអ្នកគ្រូជ្រើសកន្លែងនេះវិញមកបាទអញ្ចឹងក្នុងការជ្រើសរើសនេះគឺលោកគ្រូអ្នកគ្រូមានតែមួយជំរើសទេបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចផ្លាស់ប្ដូរវិធីសាស្ត្របានចង់យកជួយស្របពេលក៏បានមហាវិសមកាលក៏បានអញ្ចឹងតាមជាក់ស្ដែងដែលលោកគ្រូអ្នកគ្រូអនុវត្តបាទក៏ប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវធ្វើមុនដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមបង្រៀនគាត់ក្នុងថ្ងៃនីមួយៗបាទអញ្ចឹងខ្ញុំជ្រើសរើសថាមុនឬក្រោយម៉ោង30នាទីបាទអញ្ចឹងរីឯគំរូបាទរីឯគំរូគឺយើងមាន2គំរូ1មានន័យថាយើងបែងចែកសិស្សដាច់ដោយឡែកបាទសិស្សកម្រិត1ដាក់មួយថ្នាក់សិស្សកម្រិត2ដាក់មួយថ្នាក់សិស្សកម្រិត3យើងដាក់មួយថ្នាក់បាទនេះគំរូ1រីឯគំរូ2មានន័យថាយើងរៀនគាត់ក្នុងមួយថ្នាក់ហ្នឹងគឺ3កម្រិតមានន័យកម្រិត1ក៏គ្រូម្នាក់និងកម្រិត2ក៏គ្រូម្នាក់នឹងកម្រិត3ក៏គ្រូម្នាក់នឹងបាទអញ្ចឹងយើងជ្រើសរើសកម្រិតគំរូ2បាទអញ្ចឹងកន្លែងអន្តរាគមន៍នេះគឺប្រហែលជាផ្ដោតសំខាន់លើភាសាខ្មែរបាទបានបញ្ចេញ model បាទអញ្ចឹងឧទាហរណ៍ថាយើងជ្រើសរើសគំរូ2ក្នុងការបរៀនអញ្ចឹងថាតើភាសាខ្មែរលោកគ្រូជ្រើសរើសយក model ណា model 1ឬក៏ model 2ឬក៏ model 3ឬក៏ model 4បាទអញ្ចឹងថាខ្ញុំជ្រើសរើស model 1បាទអញ្ចឹងនៅក្នុង model 1ហ្នឹងគឺមាន3លក្ខខណ្ឌទៀតថាតើលោកគ្រូអ្នកគ្រូរើសលក្ខខណ្ឌទី1ឬក៏លក្ខខណ្ឌទី2ឬក៏លក្ខខណ្ឌទី3បាទរីឯគណិតវិទ្យាលោកគ្រូអ្នកគ្រូអត់ចាំបាច់ជ្រើសរើស model ទេដោយសារគណិតវិទ្យាការបរៀនគឺវាអត់មានភាពបត់បែនបាទស្មុគស្មាញដោយភាសាខ្មែរអញ្ចឹងលោកគ្រូអ្នកគ្រូរើសតែត្រឹមគំរូ1ឬក៏គំរូ2បានហើយបាទអញ្ចឹងនេះគឺជាការធ្វើអន្តរាគមន៍អញ្ចឹងដែលលោកគ្រូធ្វើហើយរួចរាល់ហើយជ្រើសទាំងគំរូទាំងអីរួចរាល់ហើយលោកគ្រូថ្ងៃហ្នឹងថាអ្នកគ្រូ complete save ទុកផងបាទ save ទុកផងអញ្ចឹងដល់ថ្ងៃស្អែកលោកគ្រូអ្នកគ្រូត្រូវបរៀនទៀតគឺលោកគ្រូអ្នកគ្រូធ្វើលំនាំនឹងដូចគ្នាការអន្តរាគមន៍នេះបាទអញ្ចឹងអន្តរាគមន៍នេះគឺវាជាចំណុចប្រសើរជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាផងដែរបាទខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ